Rệp số năng số đây là ngọc này anh ấy nhưng mà mình riêng làm pi rồi một Excel đó đi đấy đại năng không video này đá nhom lần lượt gió có một Excel cho nôn 4 មកបង្រៀនអ្នកគ្នាដែលវាមានដូចជា mark ដែលយើងអឺរកតម្លៃដែលវាធំបំផុតអឺខ្ញុំសរសេរមើលអូខេហ្នឹងយើងអានថា mark តបមកយើងញៀន min តែយកតម្លៃដែលផ្ទុយបំផុតតបមក range ដែលយើងចំណាត់ថ្នាក់ហើយនឹង is គឺយើងដាក់លក្ខខណ្ឌអូខេអញ្ចឹងមុនដំបូងគឺខ្ញុំចង់បញ្យល់អ្នកនរគ្នាពី mark ហ្នឹងយើងប្រើដើម្បីអីអូខេអឺ mark ហ្នឹងយើងប្រើដើម្បីនៅពេលដែលវាមានតម្លៃច្រើននិងនៅពេលដែលយើងចង់រកចំណុចណាsorry យើងត្រូវរកតម្លៃណាដែលវាធំបំផុតអញ្ចឹងយើងអាចប្រើរូបមន្ត mark ទីបានតបមកគឺ min ដូចគ្នាគឺយើងរកតម្លៃទីបំផុតហើយ rank គឺរកចំណាត់ថ្នាក់ពីលេខ1ដល់លេខ4អាស្រ័យទៅតាមដែលយើងបានដាក់លក្ខខណ្ឌឲ្យវាតបមក if គឺយើងដាក់លក្ខខណ្ឌឲ្យវាថាបើវាតូចជាងឬធំជាងអូខេប៉ុន្តែ if ខ្ញុំមកប្រើក្នុងកន្លែងនេះទេគឺខ្ញុំប្រើនឹងក្នុង exam ទេប៉ុន្តែឥឡូវនេះខ្ញុំបង្ហាញមកបងពី3នេះសិនអូខេអញ្ចឹង mark ហ្នឹងយើងប្រើមិន mark ហ្នឹងយើងប្រើដោយរូបមន្តសាំរូបមន្តអីដែរអញ្ចឹងយើងដាក់សញ្ញាស្មើមកដល់មកយើង frame mark សោះធំទាំងអស់អញ្ចឹងយើងដាក់ column ដែលយើងចង់ឲ្យវារអូខេចឹងខ្ញុំ select column អូខេបរិបចប់ខ្ញុំថាអញ្ចឹងវានឹងបាន600ដែលវាតម្លៃដែលធំបំផុតនៅក្នុងតម្លៃទាំងអស់នេះនៅក្នុងទាំងអស់នេះតម្លៃធំបំផុតវាគឺ6000អញ្ចឹងវានឹងចេញ6000ឲ្យយើងអូខេអញ្ចឹងតោះមកយើងទៅដល់ min របស់យើងប្រើ big mark ដែរ min sorry select column បិទចប់ថាអូខេអញ្ចឹងនៅក្នុងទាំងអស់នេះយើងបានឃើញហើយថា3100គឺជាតែតម្លៃតូចជាងគេអញ្ចឹងវានឹងចេញ3100បន្ទាប់មកគឺ range ហ្នឹងយើងប្រើរបៀបម៉េច range ហ្នឹងយើងប្រើបានពីរតែទី1យើងចង់ឲ្យវារាប់ពីលេខ1មកហើយទី2ចង់ឲ្យវារាប់ពីលេខធំមកវិញអញ្ចឹងពីលេខ1ដល់ក្រោមវាហៅថាលេខទូទៅលេខធំអញ្ចឹងពីលេខធំមកឧទាហរណ៍ពីលេខ1ដល់លេខ10អញ្ចឹងលេខ10មកលេខ1វិញអូខេអញ្ចឹងខ្ញុំនឹងសេរបួនឲ្យអ្នកនរគ្នាមើលទី1គឺស្មើ rank អូខេអញ្ចឹងយើងឲ្យវាចាប់ពីអីគេអញ្ចឹងតម្លៃរបស់យើងនៅក្នុង B2 អូខេយើងចុចទៅបានណាតែខ្ញុំសរសេរបងទៅលឿនជាងអូខេអូ sorry ខ្ញុំច្រឡំតិចទៅអញ្ចឹងលុយ B ហើយទៅតបមកយើងឲ្យវាទៅចាប់ជាមួយណា B6 មួយទៀត B អសធំណានេះកុំឆ្លៃអូខេបន្ទាប់មកយើងដាក់ mode យើងច្រឡំចេះថាអាលេខ1អូខេអសរុបដល់សំយ៉ាងម៉េចចាំមកយកបាត់មកចោលមកអូខេអញ្ចឹងយើង select វាចូលមកកន្លែងមកយើងនឹងឃើញថាតើមួយណាជាលេខ1នៅក្នុងលេខទាំងអស់នេះដែលវាមានតម្លៃធំនេះទេអូខេអញ្ចឹងយើងបានឃើញហើយ6000គឺជាលេខ1 522 400 sorry 4700គឺលេខ3 450គឺលេខ4ហើយចំណែកលេខ5គឺ310 3100អញ្ចឹងឡើយនេះខ្ញុំបានមកគឺចិត្តណាស់ណាហានចំណុចមួយទៀតខ្ញុំtạoដែរតែពីឡូទៅអូខេយើងអ្នកនរគ្នាបានឃើញហើយអានេះវារាប់ពីលេខធំមកតូចអញ្ចឹងខ្ញុំចង់ឲ្យវារាប់ពីលេខតូចមកធំវិញអូខេអញ្ចឹងខ្ញុំសុំ copy មកដាក់ខាងណានោះ
យើង copy ពីលេខធំមកដោយសារតែយើងចង់ដឹងរបៀបដំណើរការជាដំណើរការបែបម៉េច series នេះយើង copy អស់សិនហើយគេអញ្ចឹងយើងដាក់រូបមន្តដើមមកគឺស្មើរ៉េង sorry ខ្ញុំសៀកសតថបន្ទាប់មកគឺ x2 ដោយសារយើងដូរទៅ column x អញ្ចឹងយើងដាក់ x2 ជ្រុប x ជ្រុប2ទៅ column x rồi một អញ្ចឹងវាចាប់ហើយតមកយើងអូយ sorry ប៉ះដៃ intern រហូតដាក់លេខ1ណាអូខេហើយបិទអូខេអញ្ចឹងយើងបានឃើញហើយថាវានឹងរាប់តម្លៃពីធំមកតូចវិញលេខយើងបានឃើញអានេះគឺលេខ6000អញ្ចឹងវាធំជាងគេហើយអញ្ចឹងវាលេខពី drop ពីលេខតាមមកវិញពី4 3ទី1ហ្នឹងហើយអូខេអញ្ចឹងអាសាតលេខនេះខ្ញុំដាក់ច្រាស់គ្នាដើម្បីឲ្យយើងធ្វើ mark នឹង min អញ្ចឹងនៅពេលដែលយើងរឡូក៏វាចេញណាតែវាចេញពីលេខធំមកវិញអូខេអញ្ចឹងយើងបានដឹងអស់គ្នាហើយបន្ទាប់មកយើងគឺចូលទៅដល់រូបមន្ត if ម្ដងអូខេអញ្ចឹងខ្ញុំសុំលុបនេះចោលអញ្ចឹង if នេះប្រើដើម្បីដាក់លក្ខខណ្ឌដាក់លក្ខខណ្ឌនៅពេលតែឧទាហរណ៍ជាយើងចង់ដាក់លក្ខខណ្ឌថានៅពេលដែលបន្ទុកនេះតិចជាង50ឬក៏ធំជាង50វាជាប់ប្រភេទឬមួយក៏អីផ្សេងៗទៅអូខេអញ្ចឹងខ្ញុំកាយវាស្មើគ្នាតោះមកយើងប្រើរូបមន្ត if អញ្ចឹងកន្លែងនេះខ្ញុំដាក់ថាស្មើ if ខ្ញុំចង់ឲ្យវាធំជាងឬតូចជាង50ខ្ញុំដាក់ pass ឬ cell អូខេអញ្ចឹងខ្ញុំនឹងសរសេរថា B2 សារ column យើងនៅ B2 អញ្ចឹងយើងដាក់ B2 មកអូខេអញ្ចឹងយើងដាក់ធំជាងឬស្មើ50ទី1គឺ hash មួយទៀតគឺ file អូខេអញ្ចឹងដូចយើងបានឃើញនៅក្នុងនេះដែរគឺ score ចនគឺតិចជាង50អញ្ចឹងវានឹងឲ្យលទ្ធផល file ឲ្យយើងតែបើវាធំជាង50អូខេអញ្ចឹងបើវាធំជាង50វានឹងដាក់ pass ឲ្យយើងតែដូចជាយើងដូចយើងបានឃើញថានៅក្នុងនេះយើងអាចដាក់លក្ខខណ្ឌបានច្រើនប្រភេទតែនៅក្នុងមេរៀននេះដែរខ្ញុំយកតែពីរលក្ខខណ្ឌនោះមកទេដើម្បីឲ្យអ្នកនរគ្នាបានមើលសិនអញ្ចឹងយើង select មកដាក់កងដល់មកអូខេអញ្ចឹងយើងឃើញ file 2 ASB អូខេអញ្ចឹង if តើរូបមន្តបានច្រើនទៀតដោយសារតែក្នុងមេរៀននេះខ្ញុំបង្ហាញដល់អ្នកគ្នាតែប៉ុណ្្នឹងសិនទេអញ្ចឹងនៅក្នុងមេរៀនក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាបានច្រើនជាងហ្នឹងអំពី if អូខេអញ្ចឹងសរុបមកនៅក្នុងមេរៀននេះយើងបានរៀនពី max min range ហើយ if អូខេអញ្ចឹង max នេះយើងប្រើនៅពេលដែលយើងរកតម្លៃឲ្យវាធំបំផុតតែយើងប្រើជាមួយ max បន្ទាប់មកយើង select range ហើយមួយទៀតគឺយើងចង់បានពី column ណាទៅ column ណាអូខេចាំបានបន្តចោលអូខេអញ្ចឹង min យើងប្រើតម្លៃដែលវាតូចបំផុត5 min តមក select column ដែលយើងចង់ឲ្យវាទៅចាប់យកអូខេ30ហើយ range ប្រើដូចគ្នាមក range
រួមចោចឹងដូចយើងបានឃើញថានៅក្នុងនេះវាចាត់តែមួយកលឹមទេទី B2 ហ្នឹងចឹង B2 ហ្នឹងលេខ4ហើយអូខេហើយយើងបានចាប់ទេក៏យើងធ្វើព្រាបបានតែនៅក្នុងមេរៀននេះចាំបានបង្ហាញដល់អ្នកហើយអញ្ចឹងមិនចាំបាច់បង្ហាញទៀតទេអូខេអញ្ចឹងនៅក្នុងមេរៀននេះមានតែប៉ុណ្ណឹងអរគុណអ្នកនរគ្នាជំរាបលាជួបគ្នាក្នុងវីដេអូក្រោយ